Anson គាត់ក៏បានមកលាប្រពន្ធកូនរបស់គាត់នៅឯកំពង់ផែឲ្យប្រពន្ធកូនគាត់ជីកប៉ាល់ឆ្លងទៅប្រទេសក្រៅទៅព្រោះថាគាត់នៅការពារក្រុងបន្ទាប់មកប្រពន្ធកូនរបស់គាត់ក៏ឡើងកប៉ាល់ជិះចេញទៅកូនរបស់គាត់នឹងក៏ស្រែកប្រាប់ថាឲ្យមើលថែកាដូគ្រីស្មាស់ដែលកូនគាត់ឲ្យផងដែរដែលកាដូនោះគឺជាកាំភ្លើងមួយមានស្លាកសញ្ញា AS នៅខាងលើនឹងគឺជាឈ្មោះរបស់លោកពូ Anson ថាញ៉ាគាត់ក៏មកប្រជុំជាមួយនឹងលោកមេតបថ្នាក់លើក៏ដូចជាអ្នកគ្រប់គ្រងមើលការខុសត្រូវនៅផ្នែកខាងជើងផងដែរដោយគាត់ក៏បានប្រកែកគ្នាយ៉ាងខ្លាំងជាមួយនឹង Henrik អ្នកគ្រប់គ្រងនៅផ្នែកខាងជើងដោយគិតថាកងទ័ពឥឡូវកំពុងតែខ្វះខាតអត់ឃ្លានអញ្ចឹងដែលនិយាយពីការខ្វះខាតរបស់កងទ័ពជួបមុខនៅផ្នែកខាងជើងអញ្ចឹង Henrik គាត់ក៏ខឹងសបាទៅកាន់ថាញ៉ាបដ ாய் ក្មេង10ឆ្នាំមិនសោះមិនក៏ចេះមកបដៅគាត់ហើយក៏ដេញឲ្យថាញ៉ានឹងទៅផ្នែកខាងលិចវិញថាញ៉ាក៏និយាយប្រៀបធៀបថាទ័ពនៅផ្នែកខាងលិចការពីគាត់ទៅជួយលើកមុនណាមានអារម្មណ៍ថាដូចជា suppose by ដល់ហើយគ្មានខ្វះការអីសោះក៏ប៉ុន្តែបើប្រៀបធៀបមកខាងជើងវិញគឺចប់តែហ្មងចាក់ទៅដោះគោចូលកាហ្វេឡើងកំពុះពេញតុកផឹករួចហើយក៏បានលាលោកមេតបគ្រប់គ្នាចាក់ចេញសិនទៅបន្ទាប់មកលោកឧត្តមសេនីយ៍ Kurt ជាមួយនឹង Eric ក៏ទៅជួបនិយាយគ្នាជាមួយនឹងថាញ៉ាហើយគាត់នឹងក៏និយាយថាឲ្យថាញ៉ាមានកណ្ដិតអីក៏ suggest ចេញមកឲ្យអស់មកគាត់ចាំស្ដាប់ថាញ៉ាគាត់ក៏និយាយថាបើកាលណាយើងវាយប្រើរយៈពេលយូរនៅផ្នែកខាងជើងហ្នឹងគឺនៅផ្នែកខាងលិចវាផ្ដល់ផលប្រយោជន៍ច្រើនមែនទែនអាចឲ្យ Republic គាត់រត់ដឹងពីគម្រោងការវាយបន្ថែមរបស់យើងទៅកាន់ផ្នែកខាងលិចហើយនៅពេលដែលផ្នែកខាងលិចកំពុងតែបន្ធូរបន្ថយសម្ពាធហើយយើងក៏អាចវាយនៅផ្នែកខាងជើងហ្នឹងសម្រុកយកមួយតែម្ដងងាកមើលទៅផ្នែកខាងជើងដែលយើងវាយសម្រុកចលនាទៅថាញ៉ាក៏គិតថាបើសិនជាយើងវាយហើយមិនក៏មិនបន្ថែមកងទ័ពនៅផ្នែកសមុទ្រចូលទៅដែរតែមកទៅ Eric ជាមួយនឹង Kurt គាត់ក៏ភ្ញាក់ផ្អើលជាមួយនឹងការវិភាគរបស់ថាញ៉ាមែនទែនគឺត្រូវទាំងអស់តែម្ដងព្រោះថាគម្រោងការរបស់គាត់ក៏រៀបចំនឹងធ្វើបែបហ្នឹងដែរគ្មានពីណាគេដឹងច្រើនកាលពីគ្នាគាត់ប្រហែលអ្នកនោះទេលោកឧត្តមសេនីយ៍ Kurt ក៏ចាត់តាំងឲ្យកងទ័ពរបស់ថាញ៉ាទៅវាយសម្រុកដូចជាការវាយឆ្មក់ទៅកាន់សត្រូវមិនឲ្យដឹងមុនដំងនៅទីតាំង O Safe Shot Anson ជាមួយនឹងដៃស្ដានរបស់គាត់ឈ្មោះថា Gunner ក៏កំពុងតែឈរឈៀលមើលទេសភាពបញ្ញានៅក្នុងចិត្តថាខ្លួននឹងត្រូវបញ្ចប់សង្គ្រាមមួយនេះឲ្យបានដើម្បីកុំឲ្យក្មេងៗនៅក្នុងប្រទេសរបស់គាត់នឹងស្លាប់ទៅច្រើនពេកនៅខែ12ឆ្នាំ1924ជើងយន្តហោះរបស់ថាញ៉ានឹងក៏បានចេញទៅប្រយុទ្ធហើយរយៈពេល mission ដែលគេធ្វើនឹងគឺរយៈពេល30នាទីគត់តែម្ដងហើយថាញ៉ាក៏បានប្រកាសប្រាប់ទៅកាន់ទាហានគ្រប់គ្នាផងដែរបើសិនជាតំណែងមកខ្លួនក៏ដូចជាអនុស្នេហ៍តូទី1មិនបាននោះទេគឺទៅតែដកថយអត់ទាន់ព្រោះថាបើសិនជាខ្លួនជាមួយនឹងអនុស្នេហ៍តូទី1ធ្លាក់ហើយប្រកាសជាមិនអាចឈ្នះបានទេ mission មួយហ្នឹងទម្លាក់ខ្លួនចុះពីលើយន្តហោះមកភ្លាមថាញ៉ានឹងគ្នាក៏សម្រុកទៅបាញ់កាភ្លើងធំរបស់សត្រូវម្ដងមួយលឿនមែនតើឆ្លើយតបជាមួយនឹងស្ថានភាពដែលសត្រូវកំពុងតែវាយកាលណាគាត់ក៏បានទៅរកគ្នាដើម្បីហោះឡើងទៅលើតទល់ជាមួយនឹងក្រុមរបស់ថាញ៉ានៅពេលដែលវាយទៅលើតែកណ្ដុងសុតអញ្ចឹងអេសែនគាត់ក៏ឆ្ងល់ផងដែរថាមិនបានអញ្ចឹងដោយឃើញសត្រូវកំពុងតែសម្រុកចូលមកហើយថាញ៉ាក៏ប្រាប់ឲ្យគ្នាផ្សេងទៀតទៅសេរីកណ្ដុងធំនឹងឲ្យអស់ទៅទុកឲ្យខ្លួនជាមួយនឹងទាហានមួយក្រុមទៅតទល់ជាមួយនឹងសត្រូវខាងឧត្តមសេនីយ៍ Kurt ជាមួយនឹង Eric ក៏រៀបចំទ័ពជើងទឹកទៅកាន់ទីតាំង Anten Alien អស់ហើយបើសិនជា mission រយៈពេល30នាទីរបស់ថាញ៉ាមិនអាចមកពេញបាននោះទេនោះមុខមាត់របស់ប្រទេស Empire ប្រកាសជាខ្មាស់គេមិនខានដោយប្រើប្រាស់លេសជូនកងទ័ពជើងទឹកដើម្បីគាត់តែចុះវឹកហាត់តែប៉ុណ្ណោះទ័ពទាហានម៉ែករបស់យើងនឹងក៏បន្តបាញ់ប្រហារទៅកាន់កណ្ដុងធំម្ដងមួយក៏ដូចជាសត្រូវឲ្យដួលជាច្រើនអ្នកផងដែរតែនៅក៏ប្រាប់ឲ្យ Anson ដកថយសិនក៏ប៉ុន្តែ Anson នៅតែទទូចទៅដោយគិតថាតជំនួយនឹងម្ដងបន្តិចទៀតបន្ទាប់មក Gunner ក៏ត្រូវគ្រាប់រួចហើយក៏ធ្លាក់ចុះក្រោមស្លាប់បាត់ងាកទៅមើលអ្នកបាញ់ទៅក៏ឃើញថាជាថាញ៉ា Anson គាត់ slot ចិត្តមែនទែនសួរទៅកាន់ព្រះជាម្ចាស់មិនក៏ក្មេងស្រីម្នាក់ហ្នឹងមកតាមជីជីខ្លួនអញ្ចឹងបន្ទាប់មកក៏សម្រុកចូលបាញ់យកទៅកាន់ឋានញ៉ាតែម្ដង Victoria ក៏ឆ្លៀតទៅក្រោយបាញ់ទៅកាន់ Anson ដែរក៏ប៉ុន្តែគាត់ប្រឡប់ជាប់និងបាញ់បកមកវិញបន្ទាប់មកក៏សម្រុកចូលទៅតាមឋានញ៉ាថាញ៉ារៀបនឹង counter បាញ់បកទៅកាន់ Anson ហើយស្រាប់តែកូនចៅរបស់ខ្លួនរៀបផលប្រាប់ថាឥឡូវនេះក៏ភ្លើងធំបាញ់ខ្ទេចខ្ទីអស់ហើយកងទ័ពជើងទឹកនិងនាវាចម្បាំងជាច្រើនគ្រឿងក៏បានបើកចូលមកកាន់ទឹកដី Anten Alien និងបាញ់សម្ដៅទៅកាន់ទីតាំងទាហានក៏ដូចជារថភ្លើងដែលកំពុងតែដឹកទ័ពជំនួយមកដួលងាប់ខ្ទេច Anson គាត់មិនទាន់ back down នោះទេក៏នៅតែបន្តទៅតាមប្រមាញ់ឋានញ៉ាអញ្ចឹងទោះបីជាមានគ្នាតែឯងក៏ដោយបន្ទាប់មកឋានញ៉ាក៏ឆ្លើយតបជាមួយនឹងលោកពូ Anson ដោយចាក់គាត់ឡើងធ្លាយពោះទៅផ្នែកម្ខាងបន្ទាប់មកខ្លួនប្រាណរបស់គាត់ក៏ធ្លាក់ចូលទឹកកាភ្លើងដែលជាប់នឹងដៃនឹងថាញ៉ាក៏យកទៅជាកាដូគ្រីស្មាស់ឲ្យខ្លួនឯងវាយប្រហារទៅលើសត្រូវយកឈ្នះបានលើកនេះមិនត្រឹមតែបានផ្លូវរថភ្លើងដែលផ្គត់ផ្គង់ស្បៀងនោះទេសូម្បីតែស្បៀងរបស់សត្រូវនឹងក៏យកមកស៊ីចាយយ៉ាងសប្បាយហូរហៀផងដែរខាងថ្នាក់លើរបស់ Anten Alien ក៏មកប្រជុំគ្នាយ៉ាងបាក់មុខព្រោះថាទើបតែចាញ់សត្រូវដែលជា Empire ហើយខាងថ្នាក់លើ Empire របស់យើងឯវិញនឹងក៏ប្រជុំគ្នាអបអរសាទរដែលបានវាយឈ្នះទៅលើសត្រូវនៅទីក្រុង Oz ហើយខ្សែរថភ្លើងនៅទីក្រុងនឹងក៏កំពុងតែកាន់កាប់ដើម្បីដឹកស្បៀងឲ្យកងទ័ពទៀតការវាយ
វាយយកទីក្រុង Oz នេះបានគឺជាជំហានមួយរបស់ Empire ដើម្បីបញ្ចប់សង្គ្រាមដោយវាយបដូរសត្រូវពីផ្នែកខាងមុខនិងផ្នែកខាងក្រោយនោះនឹងសត្រូវដកថយលែងមកកសង្គ្រាមជាមួយនឹងខ្លួនឯងហើយនៅចុងអេពីសូតមួយនេះយើងក៏ឃើញថាទាំងប្រពន្ធទាំងកូនរបស់លោកពូអេសែននឹងទទួលបានដំណឹងថាប្តីរបស់គាត់ស្លាប់បាត់ហើយតាមរយៈវិទ្យុដែលបានចុះផ្សាយនៅក្នុងប្រទេស Anten Alien បន្ទាប់ពី Operation ចប់នៅទីក្រុង Oz រួចហើយស្រាប់តែថាញាជាមួយនឹងតាហ៊ាននឹងក៏មកជួយគ្នានៅឯតំបន់ Ryan Theater ទៀតហើយអនុសេនីយ៍តូទី1 West គាត់ក៏ប្រាប់ឲ្យគ្នានឹងប្រយ័ត្នផងព្រោះថាក្របីរបស់សត្រូវដែលប្រើប្រាស់លើនឹងគឺជាប្រភេទក្របីខ្យល់តែបាញ់មកលើផ្ទុះហើយគឺគ្រោះថ្នាក់មកកាន់ពួកកងទ័ពម៉ែដូចជាពួកគេខ្លាំងមែនទែនបន្ទាប់ពីសង្គ្រាមកន្លែងនឹងចប់មកដល់មកសម្រាប់ញ៉ាំបាយឃើញថា Varen គាត់ក៏របួសដែរដោយសារតែប្រហែលខ្លាំងពេក Commander របស់យើងនឹងប្រាប់ឲ្យប្រយ័ត្នដែរហ្នឹងណាហើយបន្ទាប់មកគាត់ក៏ប្រាប់ឲ្យមើលគំរូរបស់ Victoria ណោឃើញគាត់ឥឡូវហ្នឹងទឹកដៃល្អមែនទែនគ្រាន់តែហោះចិត្តកញ្ញាមេតរបស់យើងសោះកំពុងតែញ៉ាំនិយាយគ្នាលេងសុកស្រាប់តែមានសម្បត្តិ emergency មួយចូលមកដល់ក៏ឃើញថាទីក្រុង Arena ហ្នឹងគឺត្រូវបានប្រជាជននៅកន្លែងហ្នឹងវាយត្រឡប់យកវិញទៅហើយដែលទីក្រុង Arena ហ្នឹងជាដំបូងគឺជាកម្មសិទ្ធិរបស់ប្រទេស Republic ថាញាក៏ស្ដាយមិនគួរណាទុកឱកាសឲ្យពួកនឹងយកវិញបានសោះក៏គួរតែសេរីពួកនឹងឲ្យចោលអស់ទៅនោះវាមិនអាចយកទឹកដីបានវិញទេហើយទស្សនវិជ្ជានៅទីក្រុង Arena យើងក៏ឃើញថាតាហ៊ានរបស់ Empire របស់យើងនឹងត្រូវប្រជាជនវាយសម្លាប់ផងក៏ដូចជាកងទ័ពម៉ែរបស់ Republic នឹងបាញ់សម្លាប់ម្ដងមួយដើម្បីទៅតាមយកទឹកដីវិញថាញាគាត់ក៏បានមកជួបគ្នាជាមួយនឹងលោកមេតបប្រចាំការនៅផ្នែកខាងលិចមីសិនថ្មីដែលឲ្យថាញាទៅធ្វើនឹងគឺទៅជួយសង្គ្រោះអ្នកដែលជាប់ទោសនៅឯទីក្រុង Arena ក៏ដូចជាកម្ចាត់ចោលពួកកងទ័ពនៅទីក្រុង Arena ផងដែរពេលដែលកងទ័ពម៉ែរបស់សត្រូវដួលអស់ហើយនោះនឹងប្រើប្រាស់កាំភ្លើងធំផ្លោងចូលទីក្រុងដើម្បីកម្ចាត់អ្នកដែលនៅសេសសល់តែម្ដងតាមច្បាប់អន្តរជាតិនៅពេលដែលយើងប្រកាសវាយទៅកាន់សត្រូវហើយគឺឲ្យប្រជាជនជំនះចេញនៅពេលដែលជំនះចេញរួចរាល់អ្នកដែលមានវត្តមាននៅកន្លែងហ្នឹងចាត់ទុកថាជាទាហានទាំងអស់ចាទៅយើងអាចសម្លាប់ពួកនឹងបានដោយពុំមានកំហុសអីទេនៅពេលដែលឮដំណឹងថាអាចនឹងសម្លាប់ទាំងប្រជាជននៅពេលដែលគេមិនជំនះចេញអស់តអញ្ចឹងអ្នកទាំងពីរក៏រៀងស្លុតចិត្តផងដែរក៏ប៉ុន្តែថាញានៅតែនិយាយត្រឡប់តលិនចោះឡើងដើម្បីរកលេសកុំឲ្យសម្លាប់ប្រជាជននេះអញ្ចឹងលោកមេតបខាងលិចហ្នឹងក៏បានប្រាប់ទៅកាន់ថាញាកុំមកលាក់ឡើងច្រើនសម្រាប់ធ្វើការតាមការបញ្ជារបស់ថ្នាក់លើទៅហើយគាត់ក៏ដឹងថាវាជារឿងមួយដ៏សែនសោកសៅក៏ប៉ុន្តែយើងត្រូវតែធ្វើយើងជាទាហានមេបញ្ជាឲ្យធ្វើអីគឺធ្វើនឹងបើទោះបីជាត្រូវដុតបំផ្លាញទីក្រុង Arena ចូលទៅកាន់ឋាននរកក៏ដោយយន្តហោះនាំសារក៏បានទម្លាក់សម្បត្តិជាច្រើនសន្លឹកទៅកាន់ប្រជាជននៅឯទីក្រុង Arena ឲ្យជំនះខ្លួនបន្ទាប់មកឋានញាក៏ទៅធ្វើសេចក្តីថ្លែងការណ៍ប្រាប់ទាហានរបស់ខ្លួនថាមីសិនបន្ទាប់ត្រូវធ្វើយ៉ាងម៉េចអញ្ចឹងគ្រាន់តែឮថាមីសិនបន្ទាប់ដែលត្រូវធ្វើគឺសរេចោលមនុស្សម្នាដែលនៅទីក្រុង Arena ចោលទាំងអស់ហ្នឹងគ្រប់គ្នាក៏ស្លុតចិត្តមែនទែននៅបន្ទប់រៀបចំខ្លួន Varen វាពិតជាភ្ញាក់ផ្អើលជាមួយនឹងដំណឹងមួយនេះខ្លាំងមែនទែនសម្រាប់មនុស្សទាំងអស់យ៉ាងណាបើសិនជាប្រកាសវាមិនចេញនឹងប្រកាសជាប្រជាជននៅខាងក្នុងនឹងទាំងអស់ហើយVice គាត់ក៏បានមកកបួយក Varen ឲ្យស្ងាត់មាត់កុំនិយាយទៀតអីសោះការប្រយុទ្ធក៏បានមកដល់ខាងកងទ័ព Republic ក៏ទទួលដំណឹងពីអ្នកសារគមនាគមន៍របស់គេថាបិសាចនៅតំបន់ Ryan ត្រឡប់មកហើយគេទាំងអស់គ្នានឹងក៏គ្រោងនឹងចង់សម្លាប់ថាញាខ្លាំងមែនទែនក្រុមរបស់ថាញានៅពេលដែលហោះមកដល់ហ្នឹងក៏ឃើញថាស្ងាត់ជ្រាបស្រាប់តែទាំងប្រជាជនទាំងទាហាននៅតំបន់ទីក្រុង Arena ហ្នឹងបាញ់ឆ្មក់មកកាន់ក្រុមទាហានរបស់ខ្លួនឲ្យធ្លាក់ម្នាក់បន្ទាប់មកក៏បែងចែកក្រុមគ្នាដើម្បីតទល់ជាមួយនឹងសត្រូវបាញ់តទល់ជាមួយនឹងគ្នាមួយសន្ទុះហ្នឹងថាញាឃើញថាពួកនឹងរៀបចំអន្ទាក់ស្វាគមន៍ខ្លួនបានល្អមែនទែនថាញាក៏បានហោះទៅកាន់កន្លែងអគារនេះមួយឡើងទៅលើរួចហើយក៏បានបបមកបាញ់ពួកនឹងវិញឲ្យធ្លាក់អស់ជាច្រើនអ្នកប្រាប់កូនចៅគ្រប់គ្នាកុំឲ្យខ្លាចព្រោះថាពួកនឹងប្រើប្រាស់ល្បិចអញ្ចឹងដើម្បីពន្យាពេលវេលាធ្វើរឿងអីមួយនោះទេហើយបន្ទាប់មកយើងឃើញថាលោកអនុសេនីយ៍តូ West ក៏ត្រូវរបួសដៃម្ខាងចុះទៅក្រោមដើម្បីឲ្យ Varen ជួយរងរបួសឲ្យអញ្ញានៅពេលដែលឃើញគ្នារបួសអញ្ចឹងក៏ប្រាប់ឲ្យអ្នករបួសនឹងត្រឡប់ទៅក្រោយទាំងអស់បើទោះបីជាគេមិនចង់ទៅក៏ដោយព្រោះថាបើនៅនាំតែអំពលទុកបើទោះបីជានាងរៀងខុសខើបន្តិចមែនក៏ប៉ុន្តែកូនចៅរបួសអញ្ចឹងក៏ឲ្យទៅទីតាំងមានសុវត្ថិភាពដែរការដែល West ក៏ត្រូវរបួសហ្នឹងក៏ដោយសារតែគាត់ស្ទាក់ស្ទើរមិនហ៊ានបាញ់ទៅកាន់ប្រជាជននឹងឯងបន្ទាប់ពីក្រុមកងទ័ពរបស់ Republic ដួលអស់ជាច្រើនអ្នកកងទ័ព Mac របស់ Republic នឹងក៏បបួលគ្នាដកថយទៅពួននៅក្រៅអគារសិនថាញាក៏បានប្រាប់ឲ្យគ្នាមិនបាច់ទៅសម្រុកចូលទៀតទេការងាររបស់ពួកយើងនឹងការពារកុំឲ្យពួកនឹងទៅឆាឆៅកំភ្លើងធំតែប៉ុណ្ណោះបន្ទាប់មកក៏ឲ្យភ្ជាប់ខ្លួនទៅកាន់ក្រុងកំភ្លើងធំបន្តិចមកថាញាក៏បាននិយាយប្រកាសប្រាប់ប្រជាជនក៏ដូចជាកងទ័ពដែលនៅទីក្រុង Arena ហ្នឹងឲ្យបកគលខ្លួនទាហានដែលពួកគេបានចាប់ទុកទៅហើយបន្ទាប់មកឲ្យទទួលការចោះចាញ់និងដកថយចេញអស់ក៏ប៉ុន្តែពួកនឹងមានបានទៅចេញឯណាកងទ័ពទាហានរបស់ Empire ដែលបានរត់ចេញមកម្នាក់ហ្នឹងពួកនឹងក៏បានបាញ់ពីក្រោយសម្រាប់វាមួយទៀតហើយ Victoria ក៏បានថតរូបភាពមួយនឹងជាប់ដើម្បីបញ្ជូនទៅកាន់ថ្នាក់លើផងដែរការងារក៏ដូចជា mission របស់ថាញាដែលប្រកាសប្រាប់ឲ្យពួកគេទាំងអស់គ្នាចោះចាញ់ហ្នឹងក៏និយាយចប់រួចរាល់បន្ទាប់មកកំភ្លើងធំនឹងក៏បានបាញ់សម្ដៅទៅកាន់ទីក្រុង Arena រះយកទាំងអស់តែម្ដងហើយមានទស្សនវិជ្ជាជាច្រើន
មែនទែនដែលពួកយើងមិនចង់ឲ្យឃើញនោះទេគឺរូបភាពរបស់ប្រជាជនដែលធ្លាក់ស្លាប់នៅក្នុងភ្លើងសង្គ្រាមមានទាំងក្មេងៗចាស់ៗប្តីប្រពន្ធកងទ័ពម៉ែករបស់ Republic នៅពេលដែលឃើញកំភ្លើងធំផ្លោងមកឥតឈប់ឈរអញ្ចឹងក៏នាំគ្នាទៅការពារប្រជាជនដើម្បីជម្លៀសចេញវ៉ារ៉ែនណែវិញកំពុងតែអៀវលោកអនុសេនីយ៍តូទី1អៀវបដាឃើញសាកសពរបស់ប្រជាជននៅទីក្រុងអេរ៉េណាបដានិងនិយាយលួងខ្លួនឯងបដាថាខ្លួនធ្វើនេះដើម្បីតែស្រុកទេរបស់ខ្លួនក៏ដូចជាអាយុជីវិតរបស់ប្រជាជនខ្លួននោះទេកងទ័ពរបស់ Empire ដែលរបួសជាច្រើនអ្នកក៏មកប្រម៉ែប្រមូលផ្ដុំគ្នាដើម្បីព្យាបាលហើយបន្ទាប់មកក៏សេបតែលើខាងឯកុំរបស់កំភ្លើងធំនឹងប្រាប់ថាឲ្យកងទ័ពរបស់ថាញានឹងទៅសេរីកងទ័ពម៉ែករបស់សត្រូវចោលពេលដែលកងទ័ពម៉ែករបស់សត្រូវដួលអស់ខ្លួននឹងបើកការបាញ់ប្រហារទៅកាន់ទីក្រុងបន្តទៀតវ៉ារ៉ែនក៏ហោះទៅកាន់កន្លែងទីតាំងរបស់ថាញាប្រាប់ឲ្យគិតម្ដងទៀតមើលព្រោះថាពួកនឹងសុទ្ធតែប្រជាជនស្លូតត្រង់នោះទេឲ្យគេចម្លៀសឲ្យរួចខ្លួនឲ្យអស់ទៅដោយលឺវ៉ារ៉ែននិយាយតប៉ែតដែលអត់ព្រមធ្វើការអញ្ចឹងថាញាក៏បានស្ដីឲ្យទៅកាន់លោកអនុសេនីយ៍តូទី2វ៉ារ៉ែននឹងឲ្យមើលទៅកាន់ទឹកមុខរបស់ប្រជាជនស្លូតត្រង់ទាំងអស់នឹងមើលនៅពេលដែលគេចម្លៀសរួចខ្លួនហើយពួកគេនឹងចាប់កាន់កភ្លើងខ្លាយទៅជាទាហានថ្មីហើយការស្អប់គ្នាទៅមកមួយនេះវានឹងគ្មានថ្ងៃបញ្ចប់ឡើយដោយវ៉ារ៉ែនក៏នៅតែរអ៊ូទទូចនិយាយដដែលថាញាក៏បានទាញកភ្លើងមកវាយទៅកាន់វ៉ារ៉ែនពី3កភ្លើងឡើងដួលចង់បែកក្អួតបន្ទាប់មកក៏ប្រាប់ថាខ្លួននឹងបំភ្លេចរឿងរ៉ាវទាំងអស់ដែលវ៉ារ៉ែនបាននិយាយអំបញ្ញមិញនឹងចាប់ទាញកភ្លើងធ្វើការតាមថ្នាក់លើដែលបានបញ្ជាមកបាញ់ទៅកាន់សត្រូវដែលជាអ្នកប្រឆាំងនឹង Empire វ៉ារ៉ែនក៏បានសម័យឃើញទឹកមុខទាហាននៅពេលដែលពួកគេភ័យខ្លាចក៏ដូចជាប្រជាជនស្លូតត្រង់ទាំងអស់នោះដែលយំពោពេញទៅដោយកំហឹងមកកាន់ខ្លួនរួចហើយក៏បានទាញកភ្លើងបាញ់ពួកនឹងសម្លាប់ចោលទាំងទឹកភ្នែកនៅ office របស់លោកឧត្តមសេនីយ៍ Han Eric ក៏បានមកជួបគ្នាជាមួយនឹងគាត់រួចហើយក៏បានបង្ហាញច្បាប់មួយដែលស្ដីពីការធ្វើសង្គ្រាមទៅលើទីក្រុងហើយសួរទៅកាន់លោកឧត្តមសេនីយ៍បានប្រើប្រាស់ច្បាប់មួយនឹងដែរឬអត់នៅពេលដែលបញ្ចេញប្រតិបត្តិការមួយនឹងលោកឧត្តមសេនីយ៍ Han គាត់ក៏បានប្រាប់ថាបើសិនជាអត់វាយ៉ាងមិនដែរណាមួយតែហ៊ានមានសមត្ថភាពនៅក្នុងដៃឯងបើមិនប្រើវាមិនកើតមិនចឹងអីហើយគាត់ក៏មានគម្រោងការប្រើប្រាស់ថាញាដើម្បីបញ្ចប់សង្គ្រាមជាមួយនឹង Republic ផងដែរនៅចុងអេពីសូតនេះយើងក៏ឃើញថា Anson គាត់ក៏នៅមានជីវិតរស់នោះទេហើយក៏បាត់បង់ភ្នែកម្ខាងអ្នកព្យាបាលហ្នឹងក៏ប្រាប់ថាគាត់ស្លាប់ឡើងរាប់ខែនោះតម្រាំនឹងដឹងខ្លួន Anson គាត់ក៏ប្រាប់មូលហេតុដែលគាត់អាចនៅមានជីវិតរស់ហ្នឹងនៅពេលដែលគាត់ធ្លាក់ចូលទឹកហើយក៏ស្រាប់តែឃើញពន្លឺមួយដូចជាព្រះជាម្ចាស់នាំផ្លូវអញ្ចឹងគាត់សួរថានាំផ្លូវទៅណា Anson គាត់ក៏ប្រាប់ថានាំផ្លូវដើម្បីទៅសម្លាប់ស្រីបិសាចនឹងចោល